ត្រីដៅមួយក្បាលបានផុសចេញពីទឹកហើយចុងមុតស្រួចរបស់វាបានទម្លុះដើមទ្រូងរបស់នារីម្នាក់វាបានបុកចំបេះដូងរបស់នាងចំនួន2អ៊ីងហើយបានធ្វើឲ្យនាងធ្លាក់ពីលើក្តារស្គីពេលនោះនៅក្នុងវីដេអូមួយនេះខ្ញុំចង់ប្រាប់បងប្អូនរបស់គ្នាពីរបៀបកាត់តវីដេអូដោយប្រើសំឡេង AI បាទដែលយើងយកទៅផុសក្នុង Facebook ឬក៏ក្នុង YouTube អត់មានជាប់ copyright បាទអញ្ចឹងយើងតាមដានបងប្អូនគ្នាជាដំបូងបងប្អូនរបស់គ្នាចូលក្នុងកម្មវិធី CapCut មកហើយរើសយកវីដេអូរបស់យើងមកបាទហើយនេះជាវីដេអូដែលខ្ញុំបាន download ចេញពី Facebook បាទវាមានត្រង់ត្រីបែបនេះអញ្ចឹងជាដំបូងគឺយើងធ្វើការបិទសំឡេងសិនធ្វើការបិទសំឡេងហើយយើងទៅយកសំឡេងថ្មីមកដាក់ដែលសំឡេងហ្នឹងគឺបកប្រែដោយ AI អញ្ចឹងវីដេអូមុនខ្ញុំបានប្រាប់បងប្អូនហើយពីរបៀបបកប្រែដោយប្រើសំឡេង AI បាទអញ្ចឹងលើកនេះគឺខ្ញុំយកសំឡេងនោះមកតែម្ដងអញ្ចឹងយើងចុចចំ audio ហើយចុចកន្លែង sound ហើយចុចកន្លែងនេះមកហើយយក device ដើម្បីយក file របស់យើងសំឡេងរបស់យើងដែលបានបកប្រែហើយអូខេនេះគឺជាសំឡេងដែលខ្ញុំបានបកប្រែហើយត្រីដៅមួយក្បាលបានផុសចេញពីទឹកហើយចុងមុតស្រួចអូខេអញ្ចឹងបើសិនជាយើងមើលទៅបើសិនជាវាលើសឬក៏ខ្វះអីកន្លែងណាគឺយើងអាចកែកុនបន្ថែមបាទយើងធ្វើម៉េចឲ្យសំឡេងហ្នឹងស៊ីជាមួយរូបភាពអញ្ចឹងបងប្អូនគ្នាបាទអូខេហើយបន្តមកទៀតអ្វីដែលយើងត្រូវធ្វើហ្នឹងគឺចំពោះវីដេអូទី1គឺយើងធ្វើការកំណត់វាសិនកំណត់ទំហំវាសិនដើម្បីយើងកុំឲ្យដូចរបស់គេដើមអូខេហើយដំបូងយើងចូលកន្លែងនេះមកនេះចាប់កន្លែង4ជ្រុងនេះហើយយើងយកប្រភេទបែបនេះមកអូខេអញ្ចឹងឲ្យវារៀងធំជាងមុនអញ្ចឹងយើងធ្វើការពង្រីកវីដេអូនឹងឲ្យវាធំតាមដែរមកអូខេហើយបន្តមកទៀតគឺយើងធ្វើការចូលកន្លែងនេះដើម្បីយើងដាក់ឲ្យវាច្រាស់មកវិញបាទអូខេវាច្រាស់មកហើយវីដេអូនឹងបែបច្រាស់អូខេច្រាស់អញ្ចឹងបន្តមកទៀតគឺខ្ញុំធ្វើការថែមពណ៌វាបន្តិចហ្នឹងហើយថែមពណ៌វាបន្តិចយើងចូលកន្លែងនេះមក filter អូខេអញ្ចឹងរើសមើល filter ណាមួយអូខេកន្លែងនេះមកហើយខ្ញុំធ្វើការចុចកន្លែងនេះដើម្បីបើកពន្លឺបន្តិចធ្វើម៉េចកុំឲ្យវាដូចទ្រង់ទ្រាយដើមបើកពន្លឺបន្តិចហើយអូសមកកន្លែងនេះដើម្បីបើកវាបន្តិចបាទអូខេប៉ុណ្ណឹងហើយបន្តមកទៀតគឺខ្ញុំធ្វើការចុច speed វាដើម្បីឲ្យយឺតលឿនឬក៏យឺតអញ្ចឹងខ្ញុំធ្វើការដាក់ឲ្យវារៀងយឺតបន្តិចអញ្ចឹងដាក់ត្រឹម8អូខេអញ្ចឹងវីដេអូហ្នឹងរៀងយឺតជាងមុនអញ្ចឹងបងប្អូនគ្នាបាទអូខេអានេះគឺជា technique មួយដែលយើងក្នុងការកាត់តដើម្បីកុំឲ្យជាប់ copyright អញ្ចឹងមួយទៀតយើងអាចដាក់រូបយើងបន្ថែមអូខេយើងចុចចំ overlay ហើយយកវីដេអូរបស់យើងមកអូខេអញ្ចឹងខ្ញុំធ្វើការគប់បិទសលេងវាបន្តិចត្រីដៅមួយក្បាលបានផុសចេញពីទឹកហើយចុងមុតស្រួចរបស់វាបានទម្លុះដើមទ្រូងទៅបិទសលេងហើយយើងអាចកែកុនសេរីគ្រប់វាបន្ថែមremove background ចុចចំកន្លែង remove bg យកកន្លែង auto មកអូខេចុចកន្លែងនេះដើម្បីយើងដាក់យើងអាចដាក់ style បែបនេះបន្ថែមអូខេតោះទៅខ្ញុំធ្វើការស៊ូវាទូចបន្តិចអូដាក់ទៅនេះមកអូខេឥឡូវយើងសាក play មកទៅត្រីដៅមួយក្បាលបានផុសចេញពីទឹកហើយចុងមុតស្រួចរបស់វាបានទម្លុះដើមទ្រូងរបស់នារីម្នាក់ហ្នឹងហើយវីដេអូនេះគឺជារបៀបធ្វើងាយក្នុងការកាត់តវីដេអូកុំឲ្យជាប់ copyright បាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការចែកម្លែកទៅបងប្អូនរបស់គ្នាបាទអរគុណបាយបាយ